នៅពេលដែលយើងនិយាយគ្នាតាមគោលនយោបាយផ្ដល់នៅផលប្រយោជន៍នៃសេចក្តីត្រូវការនៃការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋយើងកសាងប្រទេសយើងអភិវឌ្ឍប្រទេសជាតិណាយើងកសាងប្រទេសជាតិរបស់យើងបានប៉ុន្តែការអភិវឌ្ឍប្រទេសជាតិនៅពេលដែលយើងអភិវឌ្ឍមិនត្រូវដល់ដំណាក់ពេលណាមួយវាឃ្លោងដូចមនុស្សវាសបាយជិះទូកលេងនៅលើសមុទ្រចឹងវាសបាយឃើញថាទូកធំហ្នឹងវាអត់គិតពីហានិភ័យនៅលើទឹកវាលោតសបាយគ្លីងឃ្លោងវារលកវាគ្រោះថ្នាក់ទាំងអស់គ្នាការអភិវឌ្ឍសង្គមជាតិមួយក៏ដូចគ្នាដែរបងប្អូនជនរួមជាតិយើងកំពុងតែសបាយកំពុងតែរីករាយជាមួយសន្តិភាពប៉ុន្តែដំណើរការនៃការរីករាយកាលណាវាមានការខុសឆ្គងក៏វាមានការគ្រោះថ្នាក់ដែររឿងខ្លះដែលការគ្រោះថ្នាក់ក៏មិនមើលឃើញថាទល់តែប្រឆាំងរដ្ឋាភិបាលបង្កើតអបគមបង្កើតអីទេទង្វើដែលបំផ្លាញដូចមេរោគយើងឃើញថាគ្រោះថ្នាក់ខ្លះយើងឃើញឧទាហរណ៍គ្រោះថ្នាក់ខ្លះវាឃើញរាងកាយខាងក្រៅយើងមើលឃើញបាក់ដៃបាក់ជើងប៉ុន្តែការគ្រោះថ្នាក់នៃជំងឺខ្លះទៀតវាប៉ះនៅខាងក្នុងឧទាហរណ៍យើងដួលប៉ះក្បាលវាអត់ឃើញទេតែវាទៅបោកប៉ះខួរក្បាលប៉ះប្រព័ន្ធប្រសាទឃើញវាគ្រោះថ្នាក់ជាតិយើងដូចគ្នាស្អីទៅនៅខាងក្រៅយើងឃើញមានបញ្ហាឆ្លោះគ្នាប៉ុន្តែដែលខាងក្នុងគឺអីគឺការគិតរបស់ប្រជាពលរដ្ឋទេគឺម៉ាញ់សិតនៃការយល់ឃើញរបស់ប្រជាពលរដ្ឋទេអញ្ចឹងបានយើងនិយាយឃើញថាការដែលជួបប្រទះគ្នានឹងនយោបាយស្រឡាញ់ស្អប់យើងឃើញឆ្លោះគ្នាអញ្ចឹងករណីលោកសោយសុភាពជាករណីមួយទេជាករណីមួយទេប៉ុន្តែអាជំងឺហ្នឹងតើវាមកតាំងពីណាដែលខ្ញុំនិយាយពី culture នៃជាតិសាសន៍យើងបណ្ដុះកូនចៅអប់រំកូនចៅដូចខ្ញុំនិយាយយើងមានតែគ្រួសារយើងមានតែបងប្អូនយើងហ្នឹងអាផ្នែកគំនិតតែមានតែគ្រួសារយើងមានតែបងប្អូនយើងបានកើតនៅផ្នែកគំនិតបពុនិយមនៅក្នុងជាតិសាសន៍របស់ខ្លួនដើម្បីបពុនិយមទៅធ្វើបាបអ្នកណាធ្វើបាបជាតិសាសន៍យើងមួយទៀតហ្នឹងអត់ចប់ទេត្រូវឲ្យកសាងសង្គមទាំងអស់គ្នាដើម្បីប្រយោជន៍ទាំងអស់គ្នាអញ្ចឹងយើងជាជនរួមជាតិនៃសង្គមយើងជាម្ចាស់ប្រទេសយើងជាអ្នកទទួលខុសត្រូវលើជោគវាសនានៃសង្គមឲ្យយើងដឹងឲ្យយើងមានកាតព្វកិច្ចថាយើងកើតនៅលើទឹកដីយើងមានកាតព្វកិច្ចជួយប្រទេសជាតិរបស់យើងយើងមិនមែនគ្រាន់តែរស់នៅលើទឹកដីរបស់យើងហើយយើងមិនដឹងកាតព្វកិច្ចខ្លោះខ្លួនជាអីទេយើងជួនណាស់ដឹងថាអញបម្រើឪពុកម្ដាយអញខំរកស៊ីដឹងគុណឪពុកម្ដាយសប្តាហ៍ថ្ងៃហ្នឹងគឺកំពុងតែដំណើរខុសឆ្គងប្រទេសគេជឿនលឿនក៏អត់មានបដោះអញ្ចឹងទេអត់មានបដោះដើម្បីឲ្យគ្រួសារមួយបំពងលើគ្រួសារមួយអញ្ចឹងទេប្រទេសដែលមានការជឿនលឿនខ្លះផ្នែកគំនិតខ្លះវាអាចមានអញ្ចឹងដែលយើងហៅថានៃប្រព័ន្ធការដឹកនាំវិជ្ជាការដឹកនាំវិជ្ជាប្រព័ន្ធនៃការគ្រប់គ្រងបែបប្រជាធិបតេយ្យវាទលាយវាធំប្រជាធិបតេយ្យបើយើងនិយាយអត្ថន័យខ្លឹមសារគឺដើម្បីទាំងអស់គ្នាគឺដើម្បីទាំងអស់គ្នាអត្ថន័យនៃខ្លឹមសារប្រជាធិបតេយ្យវាជានិន្នាការពិភពលោកដើម្បីមហិច្ឆតាភូមិសាស្ត្រនយោបាយឬក៏យ៉ាងម៉េចប៉ុន្តែដើម្បីមនុស្សទាំងអស់គ្នាដែលយើងពិចារណាយកបានវាខុសពីប្រព័ន្ធនៃការគ្រប់គ្រងបែបផ្ដាច់ការប្រព័ន្ធនៃការគ្រប់គ្រងផ្ដាច់ការដើម្បីបកពួកដើម្បីគ្រួសារនិយមគឺការណានិយាយផ្ដាច់ការគឺមិនមែនកុម្មុយនីសគឺផ្ដាច់ការគឺគិតតែប្រយោជន៍គ្រួសារវាខុសគ្នាអញ្ចឹងវាតាក់ទងនឹងប្រព័ន្ធនៃការគ្រប់គ្រងអញ្ចឹងរឿងរ៉ាវខ្លះសម្រាប់ដែលខ្ញុំថារឿងដែលការឆ្លោះគ្នាជារឿងរបស់ខ្ញុំដែរខ្ញុំថាគួរយើងរៀននៅកំហុសប្រវត្តិសាស្ត្ររបស់យើងខ្មែរក្រហមខ្មែរដែលសម្លាប់គ្នាដូចយើងនិយាយខាងដើមមិញហ្នឹងពេលដែលយើងឆ្លោះគ្នាអ្នកណាស្លាប់គឺជាតិសាសន៍របស់យើងអញ្ចឹងយើងត្រូវកសាងជាតិសាសន៍យើងបែបណាកសាងជាតិសាសន៍របស់យើងដើម្បីឲ្យមានសាមគ្គីជាតិដើម្បីឲ្យមានឯកភាពជាតិដើម្បីឲ្យមានចំណងឯកភាពនិងសាមគ្គីជាតិត្រូវមានកត្តាអីខ្លះដូចជាកត្តាយុត្តិធម៌សង្គមកត្តានៃការសុខុមាលភាពរបស់ប្រជាពលរដ្ឋត្រូវបានធានាឧទាហរណ៍ពលរដ្ឋដែលខ្លាំងត្រូវមានសុខភាពល្អបើមានតែមនុស្សអ្នកឈឺហ្នឹងយកទៅប្រើអីកើតចង់កសាងប្រទេសហ្នឹងថាឥឡូវយើងឆ្លោះមួយថៃឃើញថៃមាន67លាន66ឬក៏70លានយើងខំទៅចង់ឲ្យឈ្នះថៃយើងត្រូវឲ្យលើ67លានខ្ញុំថាកត្តាមនុស្សវាជាផ្នែកមួយហើយប៉ុន្តែมันមានជាតម្លៃដាច់ខាតទេមានន័យថាមធ្យោបាយនៃការដោះស្រាយខ្ញុំលើកឧទាហរណ៍សហរដ្ឋអាមេរិកមានជាង300លានទេហេតុអីបានសហរដ្ឋអាមេរិកគ្រប់គ្រងពិភពលោកបានបើមើលប្រជាពលរដ្ឋលើពិភពលោកជាង 8000 លានឥឡូវបើយើងប្រៀបធៀបសហរដ្ឋអាមេរិកជាមួយប្រទេសចិនជាង 1000 លានយើងហៅថាមហាអំណាចកំពុងតែប្រជែងគ្នាណាប៉ុន្តែទោះជាយ៉ាងណាសហរដ្ឋអាមេរិកគេបានដើរតួជាមហាអំណាចគ្រប់គ្រងពិភពលោកទៅហើយតែជាង300លានទេឃើញទេមានន័យថាទៅលើសមត្ថភាពពិតប្រាកដកម្លាំងទ័ពរបស់គេសមត្ថភាពរបស់ប្រជាពលរដ្ឋគេ
គេរឹងមាំពិតប្រាកដអាហ្នឹងដែលធាតុដើម្បីឲ្យអាមេរិកខ្លាំងអាហ្នឹងហើយជាធាតុដែលយើងយកធាតុទាំងអស់ហ្នឹងដែលជាធាតុកសាងនៅឯកភាពជាតិនៅសាមគ្គីជាតិរបស់យើងយកមកគិតមើល